ស្ដីគ្នាយើងស្វាគមន៍មកកាន់រឿងកលាបលិនរបស់សាមីអាដែលត្រូវជាពាក្យទី2របស់យើងចាប់តាំងពីថ្ងៃនោះមកក៏ប្រាប់របស់យើងគឺសារទៅផ្ទះរបស់កូនស្រីខ្លាំងមែនតើមួយអាទិត្យណាគឺគាត់ទៅសឹងរាល់ថ្ងៃហើយក៏ប្រាប់របស់យើងជិះជាប់ផ្ទះរបស់កូនស្រីដូចជាផ្ទះគាត់ហើយពេលនេះគាត់ទៅនឹងគឺតែនិយាយឡើងថាគាត់មកពិនិត្យជំងឺឲ្យលោកអ៊ំតែដល់ពេលខ្លះគឺឪពុករបស់ចិត្តយើងគឺគាត់កាត់ដេញធ្ងន់ធ្ងរគាត់គ្រាន់ធ្វើការពេលវេលាដើម្បីសម្រាប់បានច្រើនតែប៉ុណ្ណោះថ្ងៃនេះដូចជាសប្តាហ៍មួយដងអញ្ចឹងគឺគាត់ប្រាប់របស់យើងមកលេងផ្ទះរបស់កូនស្រីយើងហើយក៏មកដើម្បីពិនិត្យជំងឺឲ្យលោកអ៊ំផងដែរស្រីរបស់យើងបន្ទាប់ពីកន្លែងឃើញគាត់ប្រុសដែលចូលមកក្នុងផ្ទះហើយក៏គាត់មានមាត់អីច្រើនដែរពួកគាត់ស៊ាំភ្នែកនឹងម្នាក់នឹងខ្លាំងពេលនេះគឺគាត់ធន់យកថ្មធន់នឹងម្នាក់នឹងខ្លាំងប៉ុន្តែក៏ហ៊ានមាត់អីច្រើនទេពួកគេគឺជាគ្រូប៉ែដើម្បីជួយព្យាបាលជំងឺឲ្យឪពុករបស់ខ្លួនបន្ទាប់ពីនោះមកកូនស្រីរបស់យើងក៏បានដើរចូលទៅក្នុងផ្ទះបាយរីឯកូនប្រុសរបស់យើងអត់បានឡើងទៅលើផ្ទះដើម្បីពិនិត្យមើលឲ្យលោកអ៊ំទេគឺគាត់នឹងដើរមកតាមកូនស្រីរបស់យើងចូលទៅក្នុងផ្ទះបាយនឹងឯងចូលមកក្នុងផ្ទះបាយហ្នឹងកូនស្រីរបស់យើងគឺគាត់ប្រញាប់ដៃជើខ្លាំងមែនតើដើម្បីរៀបចំឲ្យម្ហូបជូនទៅឲ្យឪពុករបស់គាត់នឹងឯងរីឯកូនប្រុសរបស់យើងវិញគឺឈរមើលគេឈរមកសុកហ្នឹងក៏ចាប់ផ្ដើមតែដៀលជាមួយនឹងរូបរាងរបស់គេថាមើលទៅតួចម្លងដូចជាមនុស្សស្រីហើយថែមទាំងចេះធ្វើម្ហូបទៀតមើលទៅដូចជាស្ត្រីមេផ្ទះម្នាក់អញ្ចឹងបន្ទាប់ពីត្រូវកូនប្រុសនិយាយបែបនេះដាក់ហើយកូនស្រីរបស់យើងក៏បានកលែកមុខមកហើយធ្វើមុខលង្ខំដាក់កូនប្រុសតែម្ដងគឺថាកំមើយកត្មងអាមនុស្សមិនសូវចេះចិត្តថាមកនិយាយមិនតាក់អៀគេចឹងទៀតកូនស្រីរបស់យើងក៏បានតបទៅកាន់កូនប្រុសវិញថាទូខ្ញុំមានរូបរាងបែបណាក៏ដោយក៏ខ្ញុំជាមនុស្សដែលមានសិលធម៌នៅក្នុងការនិយាយស្ដីដែរមិនមែនដូចជាអ្នកខ្លះទេបានរៀនសុខពងពួរប៉ុន្តែការនិយាយស្ដីគឺមិនចេះគ្រប់អ្នកដទៃសោះបន្តពីលើកូនស្រីតមកវិញនេះហើយក៏ប្រាប់របស់យើងក៏បានមុតកយច្រើនដែរគាត់ក៏បានបែកខ្នងហើយរៀបនឹងដាច់ចេញទៅកូនស្រីរបស់យើងនៅខ្លាញ់នឹងចរិតក្បាលពេកនឹងពេក៏សន្យាវាយបែនៅនឹងដៃnữaក៏ទៅកាន់ក្បាលរបស់ពេកហ្នឹងហើយប៉ុន្តែលោកគ្រូពេទ្យរបស់យើងក៏ងាកមកវិញតន់កូនស្រីរបស់យើងនៅខាងគេកន្លែងមកបែបនេះគឺគាត់ធ្វើរកពីលេងសមហើយមានការរអៀលខ្លួនធ្វើខ្លួនមិនត្រូវដោយមិនដឹងថាត្រូវធ្វើបែបណាបន្តកូនស្រីរបស់យើងក៏បញ្ញាប់ចាប់ចិត្តថាបាយហើយក៏រត់ឡើងទៅលើផ្ទះពេលដែលឡើងមកដល់លើផ្ទះកូនស្រីរបស់យើងគឺភ្ញាក់ខ្លាំងមែនតើព្រោះពេលនេះលោកឪពុករបស់ខ្លួនណាកំពុងតែក្អកហើយមានឈាមចេញតាមមាត់ថែមទៀតផងកូនស្រីរបស់យើងពេលដែលឃើញបែបនេះហើយគឺគាត់ស្រែកឆោតឡើងពេញតែផ្ទះនឹងឯងរីឯកូនប្រុសរបស់យើងដែលនៅក្រោមផ្ទះក្រែពីលើសម្លេងរបស់កូនស្រីហើយក៏ប្រញាប់រត់ឆេះឆ្លាឡើងមកលើផ្ទះបន្ទាប់ពីកូនប្រុសរបស់យើងបានឡើងមកដល់លើផ្ទះក៏បានរៀបចំពីជំងឺទៅកាន់លោកអ៊ំដល់ពេលនោះកូនប្រុសរបស់យើងស្រាប់តែដកដង្ហើមធំឡើងកូនស្រីរបស់យើងក៏មានអារម្មណ៍ថាអត់ស្រួលផងដែរតែគាត់ប្រញាប់សួរទៅកាន់លោកគ្រូពេទ្យរបស់យើងថាតើឪពុករបស់ខ្ញុំយ៉ាងម៉េចហើយតែពេលនេះជំងឺរបស់គាត់ជាទៅដល់ដំណាក់កាលណាហើយតែគាត់អាចនឹងមានឱកាសព្យាបាលជាឬអត់កូនប្រុសរបស់យើងរៀបនឹងឆ្លើយទៅកាន់កូនស្រីហើយប៉ុន្តែលោកអ៊ំក៏បានខាត់ដល់និយាយកាត់ថាគាត់នឹងច្បាស់ពីអាការៈរបស់ខ្លួនឯងខ្លាំងណាស់គាត់មិនមានពេលវេលាច្រើនទៀតទេរីឯកូនស្រីរបស់យើងក្រោយពីលឺលោកឪពុកនិយាយបែបនេះហើយគឺគាត់មានជាការស្រក់ទឹកភ្នែកមកម៉ាត់តែម្ដងបានមកទៅក្រោយមកលោកអ៊ំក៏បានឲ្យកូនស្រីរបស់យើងចេញទៅខាងក្រៅគាត់សុំពេលវេលាដើម្បីនិយាយជាមួយនឹងលោកពេទ្យក្រោយពីនិយាយជាមួយនឹងលោកអ៊ំរួចរាល់ក៏ប្រាប់របស់យើងក៏បានចូលទៅលើផ្ទះមកដាក់ឲ្យលោកអ៊ំណាមានពេលវេលាដើម្បីសម្រាប់ឲ្យបានគ្រប់គ្រាន់កូនស្រីរបស់យើងណាកំពុងឆាចាំនៅឯក្រោមផ្ទះក្រោយពីឃើញលោកគ្រូពេទ្យរបស់យើងចូលមកហើយគាត់ក៏បញ្ញាប់រត់ទៅសួរលោកគ្រូពេទ្យរបស់យើងថាតាមមុននេះឪពុករបស់ខ្លួនណាបាននិយាយអ្វីខ្លះប្រាប់ទៅកាន់លោកគ្រូពេទ្យលោកគ្រូពេទ្យរបស់យើងគាត់អត់បានឆ្លើយនៅសំណួរនោះទេគាត់បានជាបកសំណួរមួយទៀតសួរទៅកាន់កូនស្រីរបស់យើងវិញក៏បានសួរទៅកាន់ណាកូនស្រីរបស់យើងថាចាតើរាល់ថ្ងៃនេះឯងគាត់ចង់ធ្វើការងារអ្វីដែរចំណែកកូនស្រីរបស់យើងគឺគាត់នឹងហៅត្រូវតបទៅកាន់កូនប្រុសឯណាទេព្រោះគាត់គឺអត់មានក្តីសម័យអីឡើយលោកគ្រូពេទ្យរបស់យើងដល់មកឃើញកូនស្រីតបមកកាន់កូនបែបនេះគាត់ក៏បាននិយាយទៅកាន់កូនស្រីថាបើចារ៉ារកងារមិនទាន់បានចារ៉ាអាចមកធ្វើការនៅផ្ទះរបស់គាត់បានការងារនោះគឺមិនធ្ងន់ធ្ងរអ្វីទេគឺគ្រាន់តែឲ្យចានឹងជួយរៀបចំផ្ទះរបស់គាត់ព្រោះពេលដែលគាត់ចេញទៅធ្វើការនៅខាងក្រៅគឺគ្មានអ្នកណាគេនឹងជួយមើលផ្ទះនឹងជួយរៀបចំផ្ទះឲ្យគាត់នោះទេក៏ស្រាប់របស់យើងក្រៅពីលើគ្រូពេទ្យនិយាយបែបនេះហើយគាត់ក៏មិនបាននិយាយអ្វីតបច្រើនដែរគឺគ្រាន់តែនិយាយថាបាន
ក្រោយពេលនិយាយគ្នារួចរាល់ក៏ស្រីរបស់យើងក៏បានសួរទៅកាន់លោកគ្រូពេទ្យថាតើលោកគ្រូពេទ្យបានហូបអាហារពេលព្រឹកហើយឬនៅបើមិនទាន់ហូបទេអាចហូបនៅក្នុងផ្ទះរបស់គាត់បានរីឯក៏ប្រាប់របស់យើងវិញក្រោយពីលើកូនស្រីនិយាយបែបនេះគឺគាត់ប្រញាប់ឆ្លើយយកព្រមលឿនខ្លាំងមែនតើព្រោះនេះគឺជាអាការដែលគាត់អាចញ៉ាំម្ហូបស្នាដៃរបស់អូនក្រោយពីនិយាយគ្នាចប់រួចរាល់អ្នកតាពាក៏បានដើរចូលទៅកាន់ផ្ទះបាយកូនស្រីរបស់យើងក៏បានរៀបចំបាយម្ហូបដល់លើតោដើម្បីឲ្យលោកគ្រូពេទ្យរបស់យើងបានទទួលទានលោកគ្រូពេទ្យរបស់យើងមាត់នឹងតាពាបាយទេតែភ្នែកនឹងបាញ់ទៅរកកូនស្រីរហូតរីឯកូនស្រីរបស់យើងក្រោយពីឃើញភ្នែករបស់គេមួយគូដែលបានបាញ់មករកខ្លួនបែបនេះគឺគាត់នឹងមានអារម្មណ៍ថាអត់សូវស្រួលទេអាប៉ែនេះដូចចង់ស៊ីអញទៅរួមមិនទេនេះក្រោយពីពិសាអាហាររួចរាល់កូនប្រុសរបស់យើងក៏បានត្រឡប់ទៅផ្ទះវិញរីឯកូនស្រីរបស់យើងក៏បានរៀបចំចានយកទៅតូកហើយក៏ឡើងទៅមើលឪពុករបស់ខ្លួននៅខាងលើផ្ទះពេលនេះភាគទី2របស់យើងមកឈានមកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាអេដមីនពិតជាអរគុណអ្នកនរគ្នាខ្លាំងមែនតើដែលចូលចិត្តនៅការសម្ដែងរបស់អេដមីនហើយអេដមីនសូមបញ្ជាក់មួយទៀតថារឿងរបស់អេដមីនគឺអេដមីនបានកែសម្រួលសឹងតែ100%ហើយគឺអេដមីនគ្រាន់តែយករំលងខ្លះៗពីរឿងដើមតែប៉ុណ្ណោះហើយក៏សូមផ្ដាំទឹកគ្នាយើងផងដែរអ្នកដែលគាត់មិនទាន់បានមើលរឿងដើមរបស់រឿងកលាបៃលិនហ្នឹងណាសូមឲ្យគាត់ទៅមើលរឿងដើមផងកុំឲ្យនៅពេលដែលគាត់អឺធ្វើតែសក្តីដើម្បីប្រឡងអីចឹងគឺគាត់ច្រឡំរឿងអីចេះច្រឡំឈ្មោះតួអង្គអីព្រោះនៅក្នុងរឿងនេះលោករូបពេស្អាតគឺគាត់មានឈ្មោះដែលឈ្មោះរបស់គាត់នោះគឺខុនរតនវិបលប៉ុន្តែនៅក្នុងរឿងដើមគឺឈ្មោះរបស់គាត់មានទេវីដេអូរបស់យើងនៅថ្ងៃនេះក៏មានតែប៉ុណ្្នឹងឯង